ឥតប្រយោជន៍អ្នកគួរតែទុកចិត្តលើការវិនិច្ឆ័យរបស់វេជ្ជបណ្ឌិតតើអ្នកធ្លាប់គិតអំពីរឿងនេះទេអធិរាជនីជារបស់អ្នកហាម្ចាស់ក្ត្រីគឺជាខ្ញុំតើវាអាចទៅរួចដោយរបៀបណាតើវាអាចទៅរួចទេដែលថាអ្នកបានលងស្នេហ៍នឹងខ្ញុំរួចហើយទីប្រឹក្សាអធិរាជបាននិយាយថាអ្នកគឺជាទេពធីតាគាត់ជាមនុស្សបោកប្រាស់ពួកគេជាទេពធីតាមួយគូដែលបើកបោជាមួយគ្នាជីវិតដែលនៅសល់របស់ខ្ញុំព្រមានអ្នកកុំញុះញង់គាត់ជនកំណាចលាក់ពុតម្នាក់នេះឥឡូវកំពុងការពារបានដឹងវាហាក់ដូចជាព្រះមហេសីនិងរដ្ឋមន្ត្រីទាំង8អង្គមិនមែនជានរណាក្រៅពីព្រះមហេសីកំពុងផ្លាស់ប្ដូរមួយនេះវាពិតជាអស្ចារ្យណាស់តើគាត់កំពុងធ្វើអ្វីនៅក្នុងវិមានរបស់មហេសីស៊ូជំរាបសួរសម្ដេចខ្ញុំប្រកាសជានឹងទទួលបានអំណោយមួយមើលអ្វីដែលខ្ញុំបានយកមកឲ្យអ្នកអុយអង្គុយចុះឲ្យលឿននេះត្រូវបានចំអិនដោយដៃខ្ញុំផ្ទាល់អធិរាជបានចំអិនសម្រាប់ខ្លួនឯងគាត់រំភើបចិត្តខ្លាំងណាស់រហូតដល់យំស្ទើរស្លាប់សិតពណ៌ស្ចេកមានរឿងអ្វីទេព្រះមហាក្សត្រខ្ញុំមានអាឡែស៊ីនឹងសិតលើកចុងក្រោយដែលខ្ញុំញ៉ាំដោយចៃដន្យគាត់ស្ទើរតែបាត់បង់ជីវិតព្រះករុណាឥឡូវនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ព្រះករុណាមិនមែនជាព្រះករុណាទេតើព្រះករុណាមិនមែនជាព្រះករុណាអ្វីព្រះករុណាអូយខ្ញុំមានអារម្មណ៍វិលមុខណាស់ប្រហែលជាយប់មិញខ្ញុំគេងមិនលក់ទេខ្ញុំនឹងមកជួបអ្នកម្ដងទៀតនៅពេលក្រោយតើមានអ្វីកើតឡើងចំពោះព្រះនាងខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេខ្ញុំតែងតែមានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីអំពីព្រះករុណាចាត់មនុស្សពីរនាក់ឲ្យតាមដានស្ថានភាពដើម្បីជាប្រយោជន៍ដល់រាជវង្សជ័យដ៏អស្ចារ្យព្រះមហាក្សត្រមិនគួររំខានឡើយបាទចាសោះតើអ្នកដឹងទេថាអ្នកខុសតើអ្នកនៅតែហ៊ានធ្វើវាទេបន្ទាប់ពីបានដឹងហើយតើអ្នកហ៊ានធ្វើអ្វីទេភរិយាស៊ូពូកែជាងភរិយាឈូល្ងងនោះឆ្ងាយណាស់អ្នកគួរតែនៅឲ្យឆ្ងាយពីគាត់ត្រូវប្រកាសថារឿងនេះពេលគាត់បានតាក់ទងជាមួយភរិយារបស់ឈីវរីកាមកខ្ញុំភ្លាម